សំសេរីត្រូវគេស្គាល់ថាជាអ្នកនយោបាយលេចធ្លោម្នាក់អំឡុងពេលកម្ពុជាកំពុងព្យាយាមទាមទារឯករាជ្យពីអាណាព្យាបាលបារាំងមានឪពុកឈ្មោះសំញៀនមានប្រពន្ធសរុប4នាក់និងកូន5នាក់ជាអ្នកខេត្តកំពង់ស្ពឺសំសេរីកើតនៅថ្ងៃ6មីនាឆ្នាំ1917ក្នុងគ្រួសារវណ្ណៈពងខ្ពស់មួយក្នុងរបបអាណាព្យាបាលបារាំងដោយឪពុករបស់ខ្លួនគឺជាមន្ត្រីក្នុងរាជវាំងនិងធ្លាប់ជារដ្ឋមន្ត្រីក្រសួងធម្មការអំឡុងទសវត្សរ៍ឆ្នាំ1950ដោយមានបងប្អូនសរុប7នាក់លោកសំសេរីទទួលបានការអប់រំកម្រិតខ្ពស់ធ្លាប់សិក្សានៅសាលាលីសេស៊ីសវ៉ាត់នាទីក្រុងភ្នំពេញចន្លោះឆ្នាំ1935ដល់ឆ្នាំ1936ជាកន្លែងរូបលោកបានស្គាល់រាប់អានជាមួយអៀងសេរីដែលអតីតមេដឹកនាំខ្មែរក្រហមនិងរដ្ឋសាមឿនដែលសុទ្ធសឹងជាពួកកុម្មុយនីសនិយមដំបូងនៅកម្ពុជានៅអំឡុងឆ្នាំ1939ក្រោយបញ្ចប់មធ្យមសិក្សាផ្នែកទស្សនវិជ្ជានិងបានចូលរួមការងារជាមន្ត្រីតុលាការក្នុងខេត្តបាត់ដំបងរហូតដល់ឆ្នាំ1944សំសេរីក៏ត្រូវផ្លាស់មកសាលាឧត្តរនៅទីក្រុងភ្នំពេញក្នុងឯកសារដកស្រង់សម្ដីរបស់លោកកេងវ៉ាន់សាក់អះអាងថាសំសេរីជាមនុស្សខុសខើម្នាក់ដោយអំឡុងធ្វើការជាចៅក្រមគឺធ្លាប់បានវាយអ្នកទោសរហូតដល់ស្លាប់បាត់បង់ជីវិតទៀតផងនៅអំឡុងឆ្នាំ1946សំសេរីបានទទួលអាហារូបករណ៍ទៅសិក្សានៅទីក្រុងប៉ារីសប្រទេសបារាំងឯកទេសហិរញ្ញវត្ថុហើយនៅឆ្នាំ1949លោកក៏បានបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រចំនួន2មួយជាសញ្ញាបត្រផ្នែកសេវាសាធារណៈនិងសញ្ញាបត្រច្បាប់ពីមហាវិទ្យាល័យច្បាប់ទីក្រុងប៉ារីសនៅអំឡុងឆ្នាំ1950សំសេរីបានត្រឡប់មកកម្ពុជាវិញហើយដោយមានការជ្រោមជ្រែងពីប៉ែននុតបានជួយឲ្យរូបលោកមានឱកាសបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយសម្ដេចព្រះនរោត្តមសីហនុចាប់តាំងពីពេលនោះមកសំសេរីបានក្លាយជាមនុស្សយ៉ាងជិតស្និទ្ធនិងទទួលទំនុកចិត្តជាខ្លាំងពីសំណាក់ព្រះបាទនរោត្តមសីហនុដោយក្រោយមកលោកត្រូវបានបញ្ជូនទៅចូលរួមក្នុងកិច្ចប្រជុំស្វែងរកសន្តិភាពនាសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954ដែលជាផ្លូវត្រួសត្រាយសម្រាប់សម្ដេចព្រះនរោត្តមសីហនុឈានទៅបង្កើតរបបសង្គមរាស្ត្រនិយមជាផ្លូវការនាអំឡុងឆ្នាំ1955មុននឹងរបបសង្គមរាស្ត្រនិយមបង្កើតឡើងជាផ្លូវការតាមរយៈការបោះឆ្នោតសកលទូទាំងប្រទេសលោកសំសេរីត្រូវគេដឹងថាបានចូលរួមយ៉ាងសកម្មក្នុងការគៀងគរសម្លេងឆ្នោតក៏ដូចជាជ្រោមជ្រែងសម្ដេចព្រះនរោត្តមសីហនុឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរយ៉ាងណាក្នុងឯកសារដកស្រង់សម្ដីរបស់លោកកេងវ៉ាន់សាក់បានចោទប្រកាន់ថាអំឡុងពេលកម្ពុជាកំពុងរៀបចំការបោះឆ្នោតសំសេរីជាមនុស្សម្នាក់នៅពីក្រោយការធ្វើទុកបុកម្នេញទៅលើអង្គប្រជុំរបស់គណបក្សប្រជាធិបតេយ្យរបស់លោកកេងវ៉ាន់សាក់ក៏ដូចជាមនុស្សម្នាក់នៅពីក្រោយការកេងបន្លំសញ្ញាឆ្នោតផងដែរប៉ុន្តែសម្ដីរបស់លោកកេងវ៉ាន់សាក់ដែលគេទទួលស្គាល់ថាជាអតីតបញ្ចវន្តខ្មែរនាសម័យនោះមិនត្រូវបានអះអាងជាក់លាក់នោះឡើយព្រោះมันមានផុសតាងច្បាស់លាស់ក្រោយរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុបង្កើតឡើងជាផ្លូវការនៅអំឡុងឆ្នាំ1955លោកសំសេរីត្រូវបានព្រះអង្គតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងហិរញ្ញវត្ថុជាកន្លែងដែលរូបលោកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើនពិសេសករណីលួចអាជ្ញាប័ណ្ណនាំចូលក៏ដូចជាការរត់ពន្ធម្រេចខ្មែរក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ជាដើមរឿងអាស្រូវពុករលួយរបស់លោកសំសេរីត្រូវបានជ្រាបដល់ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុនាំឲ្យព្រះអង្គដកសេចក្តីទុកចិត្តទម្លាក់ចេញពីតំណែងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅអំឡុងឆ្នាំ1956យោងតាមឯកសារស្រាវជ្រាវផ្សេងទៀតដែលបានកត់ត្រាទុកនៅអំឡុងពេលសំសេរីត្រូវព្រះនរោត្តមសីហនុក៏ហៅមកសួរចម្លើយ
សំសារីបានលុតជង្គង់និងអះអាងថាខ្លួនស្អាតស្អំមិនបានប្រព្រឹត្តដោយការចោទប្រកាន់នោះឡើយដោយថែមទាំងបានស្បត់ស្បាយជាហេតុព្រះនរោត្តមសីហនុទុនព្រះតីលើកលែងទោសឲ្យរូបលោកនៅអំឡុងឆ្នាំ1958សំសារីត្រូវព្រះបាទនរោត្តមសីហនុតែងតាំងជាអគ្គរដ្ឋទូតកម្ពុជាប្រចាំទីក្រុងឡុងចក្រភពអង់គ្លេសដែលជាពេលសំសារីបានប្រព្រឹត្តកំហុសជាលើកទី2ក្នុងរបាយការណ៍ចេញផ្សាយដោយទស្សនាវដ្តី Times នៅសហរដ្ឋអាមេរិកបានសរសេរថាក្រោយទទួលតំណែងជាអគ្គរដ្ឋទូតកម្ពុជាប្រចាំទីក្រុងឡុងសំសារីបាននាំប្រពន្ធទាំង4និងកូនទាំង5របស់ខ្លួនរួមនឹងអ្នកបម្រើ3នាក់ផ្សេងទៀតទៅកាន់ទីក្រុងឡុងក្រោយបំពេញតួនាទីបានត្រឹម6ខែសំសារីបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរនៅលើទឹកដីចក្រភពអង់គ្លេសដោយបានប្រើអំពើហិង្សាវាយទៅលើស្ត្រីបម្រើម្នាក់ឈ្មោះអ៊ីវអេងសេងទាំងអំឡុងពេលនាងកំពុងមានផ្ទៃពោះទ្រាំនឹងអំពើហិង្សាយ៉ាងឃោរឃៅមិនបានស្ត្រីបម្រើអ៊ីវអេងសេងក៏បានទៅប្តឹងប៉ូលីសទីក្រុងឡុងដើម្បីជួយអន្តរាគមន៍នាំឲ្យផ្ទុះរឿងនៅលើកាសែតល្បីៗជុំវិញពិភពលោកនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននិងការសាកសួរចម្លើយពីប៉ូលីសទីក្រុងឡុងលោកសំសារីបានឆ្លើយទាំងបំពេញថាលោកវាស្ត្រីជាអ្នកបម្រើដោយរំពាត់គឺដើម្បីប្រដៅនាងកែកំហុសប៉ុណ្ណោះដោយអះអាងវាជាទំនៀមទម្លាប់ពលរដ្ឋខ្មែរហើយការវាយរបស់លោកទៀតសោតគឺប្រព្រឹត្តនៅក្នុងបរិវេណទូតខ្មែរក្នុងទីក្រុងឡុងប៉ុណ្ណោះក្នុងអត្ថបទទស្សនាវដ្តី Times របស់សហរដ្ឋអាមេរិកបានដាក់ចំណងជើងជុំវិញករណីរបស់លោកសំសារីថា Sam the Ripper មានន័យថាសំជាបុគ្គលដែលចូលចិត្តប្រើអំពើហិង្សាទៅលើជនទន់ខ្សោយដោយប្រើរំពាត់ករណីប្រើហិង្សាយ៉ាងឃោរឃៅលើស្ត្រីជាអ្នកបម្រើរបស់ខ្លួនក៏បានជ្រាបដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនាំឲ្យព្រះអង្គទ្រង់ព្រះពិរោធជាខ្លាំងដោយបានកោះហៅសំសារីត្រឡប់មកកម្ពុជាវិញភ្លាមដោយថែមទាំងដកតំណែងជាមន្ត្រីរដ្ឋាភិបាលចោលទាំងអស់ក្រោយត្រឡប់មកកម្ពុជាដោយខឹងនឹងព្រះនរោត្តមសីហនុដកតំណែងខ្លួនសំសារីក៏កើតចិត្តក្បត់ប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយមបន្តិចម្ដងដោយថែមទាំងបានចាប់ផ្ដើមបង្កើតកាសែតផ្ទាល់ខ្លួនដើម្បីសរសេររិះគន់គោលនយោបាយរបស់ព្រះនរោត្តមសីហនុថែមទៀតផងក្នុងឯកសារបរទេសមួយចំនួនបានសរសេរថាសំសារីបានក្បត់ព្រះនរោត្តមសីហនុចាប់តាំងពីអំឡុងលោកត្រូវដកតំណែងពីតួនាទីឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុមកម្លេះដោយបានចូលរួមស៊ើបការសម្ងាត់របស់ជាតិដល់ឲ្យពួកចារកម្មអាមេរិកចាប់តាំងពីអំឡុងឆ្នាំ1956មកម្លេះនៅអំឡុងឆ្នាំ1958សំសារីបានព្យាយាមបង្កើតបកនយោបាយផ្ទាល់ខ្លួនមួយប៉ុន្តែត្រូវបរាជ័យដោយផែនការប្រឆាំងរដ្ឋាភិបាលរបស់សំសារីមានឈ្មោះថាកិច្ចការសំសារីនៅអំឡុងខែមករាឆ្នាំ1959ព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានធ្វើព្រះរាជអង្គការជាសាធារណៈនៅឯខេត្តកំពង់ចាមអះអាងថាព្រះអង្គបានដឹងគ្រប់យ៉ាងនៃសកម្មភាពចារកម្មរបស់ពួកអាមេរិកក្នុងទឹកដីកម្ពុជាដើម្បីផ្ដួលរំលំរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ព្រះអង្គដោយថែមទាំងអះអាងព្រះអង្គបានដឹងពីពួកក្បត់ជាតិជាច្រើនដែលលួចក្បាលឲ្យបរទេសទៀតផងប៉ុន្តែមិនបានបង្ហើបឈ្មោះសំសារីនៅក្នុងនោះឡើយក្រោយព្រះរាជអង្គការរបស់ព្រះបាទនរោត្តមសីហនុមួយសប្តាហ៍ក្រោយមកសំសារីក៏ភៀសខ្លួនទៅកាន់ប្រទេសថៃដោយនិរទេសខ្លួននៅទីនោះរហូតបាត់ខ្លួននៅអំឡុងឆ្នាំ1962